បាទជំរាបសួរបងប្អូនអរគ្នាស្វាគមន៍បងប្អូនអរគ្នានៅក្នុងវីដេអូរបស់ខ្ញុំមួយនេះខ្ញុំចែករំលែកនៅជំហាន5ជំហានសម្រាប់បងប្អូនថ្មីដែលចង់ចាប់ផ្ដើមធ្វើ YouTube ប៉ុន្តែមុននឹងចាប់ផ្ដើម5ជំហាននោះខ្ញុំគ្រាន់តែជាកលឹះខ្លីមួយសម្រាប់ឲ្យបងប្អូនអរគ្នាចាប់អារម្មណ៍បន្តិចថានៅពេលដែលអ្នកនរគ្នាចង់ធ្វើ YouTube លុះត្រាតែអ្នកនរគ្នាឲ្យ YouTube ស្គាល់សិនថាអ្នកនរគ្នាហ្នឹងជាពីណាគេវាអត់ខុសអីអំពីយើងចង់ចូលរៀនយើងត្រូវតែឲ្យគ្រូស្គាល់សិនថាតើយើងហ្នឹងឈ្មោះអីមកពីណាហេតុអីបានជាចង់រៀនប៉ុន្តែជាក់ស្ដែងទៅខ្ញុំអត់មានបើកបង្រៀនទេគ្រាន់តែជាការលើកឧទាហរណ៍របស់ខ្ញុំឧទាហរណ៍អ្នកនរគ្នាចង់រកស៊ីជាមួយ YouTube តើតែ YouTube ហ្នឹងស្គាល់សិនដឹងសិនថាអ្នកទាំងអស់គ្នាហ្នឹងចង់ផុសវីដេអូអីអ្នកទាំងអស់គ្នាហ្នឹងធ្វើមាតិកាអីដើម្បីឲ្យ YouTube algorithm ឬក៏យើងហៅថាដើម្បីឲ្យ robot AI របស់ YouTube ស្គាល់ content របស់បងប្អូនទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាសួរមកវិញថាមូលហេតុអីបានជាចាំបាច់ឲ្យ YouTube ស្គាល់ content របស់យើងមូលហេតុអីបានចាំបាច់ឲ្យ YouTube ដឹងថាយើងកំពុងតែធ្វើវីដេអូអីចម្លើយងាយទេបងប្អូនទាំងអស់គ្នាបើកហាងមួយអ្នកនរគ្នាតើដឹងថាហាងអ្នកនរគ្នានឹងលក់អីហើយបើចង់ឲ្យភ្ញៀវចូលទិញតើតែភ្ញៀវនឹងដឹងថាហាងរបស់អ្នកនរគ្នានឹងលក់អីវ៉ាន់អីគេដូចគ្នាដែរនៅពេលអ្នកនរគ្នាផុសវីដេអូចូល YouTube អ្នកនរគ្នាសម័យមើលថាចុះបើ YouTube អត់ដឹងថាវីដេអូហ្នឹងអីគេផងមិនបាននឹង YouTube រុញវីដេអូរបស់យើងទៅឲ្យអ្នកមើលមិនបាន YouTube អាចកំណត់ថាអ្នកណាចូលចិត្តមើលវីដេអូរបស់យើងអាហ្នឹងជាចំណុចដំបូងដែលអ្នកនរគ្នាត្រូវតែកំណត់ឲ្យច្បាស់ថាវីដេអូរបស់អ្នកនរគ្នាគឺជា content អីដំបូងឥឡូវយើងនឹងមកនិយាយគ្នាអំពីជំហានទី1ជំហានទី1មុនពេលដែលអ្នកនរគ្នាចាប់ផ្ដើមថតវីដេអូចាប់ផ្ដើមកាន់កាមេរ៉ាចាប់ផ្ដើមសម្រេចចិត្តថាដាច់ចិត្តថាធ្វើ YouTube អ្នកទាំងអស់គ្នាត្រូវរកឲ្យឃើញ niche របស់អ្នកទាំងអស់គ្នាត្រូវរកឲ្យឃើញជំនាញនិងចំណូលចិត្តរបស់អ្នកទាំងអស់គ្នាប្រភេទ content ហ្នឹងឯងអាហ្នឹងភាសាអង់គ្លេសគេហៅថា niche ខ្ញុំអត់ដឹងថាបកប្រែថាម៉េចទេប៉ុន្តែរកឲ្យឃើញអំពីប្រភេទនៃ content មួយរបស់បងប្អូនទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាមិនបាច់រកវាឲ្យធំពេកទេ niche ហ្នឹងវាមាន micro niche niche ទូចៗហើយនឹង mega niche គឺ niche ធំបានន័យថាឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាធ្វើម្ហូបពាក្យថាម្ហូបបានន័យថាធំហើយអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ចាំបាច់បដោតទៅលើរឿងធំពេកទេអ្នកទាំងអស់គ្នាត្រូវបដោតទៅលើ micro niche ទូចយកអាម្ហូបធំហ្នឹងមកបំបែកថាតើអ្នកទាំងអស់គ្នាធ្វើម្ហូបមួយនេះគេធ្វើម៉េចឧទាហរណ៍ថាឆាខ្ញីហ្នឹងគេធ្វើម៉េចអាហ្នឹងគេហៅថា micro niche ហើយបើអ្នកនរគ្នានិយាយពីម្ហូបតែម្ដងធ្វើតែម្ដងដោយមិនចាំបាច់បង្ហាញគេថា how to ទេថាធ្វើមិនទេអាហ្នឹងគេហៅថា mega niche គឺម្ហូបទូទៅអ្នកនរគ្នាធ្វើយកទៅអាហ្នឹងគឺវា viral រួមប៉ុន្តែដំបូងខ្ញុំចង់ឲ្យអ្នកនរគ្នាបើអ្នកនរគ្នាធ្វើ content ម្ហូបគឺ how to ហ្មងធ្វើម៉េចដើម្បីចម្អិនម្ហូបមួយនឹងបានអាហ្នឹងវាធ្វើឲ្យ algorithm របស់ YouTube ឆាប់រកអ្នកដែលគាត់ចង់ឆាប់រុញទៅកាន់អ្នកដែលគាត់ចង់មើលវីដេអូរបស់យើងបន្ទាប់ពីអ្នកនរគ្នារើស niche នឹងហើយឬប្រភេទវីដេអូនឹងហើយអ្នកនរគ្នាត្រូវស្វែងយល់អំពីតម្លៃនៃវីដេអូរបស់អ្នកនរគ្នាតើវីដេអូរបស់អ្នកនរគ្នាមួយហ្នឹងអាចជួយអីដល់អ្នកមើលយើងបានអាចជួយឲ្យគាត់ចេះធ្វើម្ហូបចំណេញពេលអាចជួយឲ្យគាត់ចេះធ្វើម្ហូបឆ្ងាញ់ជាងមុនអាចជួយឲ្យគាត់សប្បាយចិត្តនៅក្នុងការមើលវីដេអូរបស់យើងជាងមុនអាហ្នឹងគេហៅថាគុណតម្លៃនៃវីដេអូរបស់យើងបន្ទាប់ពីអ្នកទាំងអស់គ្នា
វាតម្លៃហើយនឹងគិតពីគុណតម្លៃនៃវីដេអូរបស់អ្នកនរគ្នាហើយអ្នកនរគ្នាត្រូវបដិញ្ញាចិត្តហ្នឹងដាច់ខាតត្រូវតែបដិញ្ញាចិត្តអ្នកនរគ្នាបដិញ្ញាចិត្តថាផលិតធ្វើម៉េចឲ្យបាន100វីដេអូពីព្រោះនៅលើ YouTube វាមិនមែនគ្រាន់តែអ្នកនរគ្នាធ្វើ1 2ហើយអត់មាន view អត់មានអ្នកមើលអ្នកនរគ្នាបោះបង់ទេYouTube ដូចជាឡើងកម្មចដាលអញ្ចឹងគឺត្រូវតែចាប់ផ្ដើមពីកម្មទី1ទៅកម្មទី100អញ្ចឹងបើសិនជាអ្នកនរគ្នាធ្វើអត់បានដល់100វីដេអូទេអ្នកនរគ្នាកុំទាន់អាលបោះបង់ដំណាក់កាលទី2អ្នកនរគ្នាត្រូវការរៀបចំ channel អ្នកនរគ្នាត្រូវមានរូប profile channel អ្នកនរគ្នាត្រូវមាន channel ad អ្នកនរគ្នាត្រូវមាន verification two step ដើម្បីអាចស្នើរលុយបានដំណាក់កាលទី3គឺជាដំណាក់កាលយុទ្ធសាស្ត្រដែលអ្នកនរគ្នាត្រូវផុសវីដេអូរបស់អ្នកនរគ្នាមាន2ទម្រង់គឺ short ហើយនិង long short គឺជាវីដេអូបញ្ឈរខ្លីក្រោម3នាទីដូច TikTok ចឹងហើយបើ long គឺជាវីដេអូផ្ដេកអត់គិតទេឲ្យតែអ្នកនរគ្នាថតវីដេអូផ្ដេកផុសទៅលើ YouTube គឺជាប្រភេទវីដេអូ long ហើយអញ្ចឹងបើខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាធ្វើវីដេអូ long វាមិនមែនថាល្អជាងទេប៉ុន្តែបើធ្វើ YouTube ធ្វើវីដេអូ long ខ្ញុំគិតថាចំណូលបានច្រើនជាងប៉ុន្តែបើអ្នកនរគ្នាអត់មានពេលធ្វើវីដេអូ short ចោះបាននៅក្នុងយុទ្ធសាស្ត្រនេះសំខាន់ណាស់អ្នកនរគ្នាត្រូវយល់អំពីគន្លឹះឬក៏ keyword មួយចំនួនដែលអ្នកនរគ្នាត្រូវដាក់ហើយអ្នកនរគ្នាត្រូវដាក់ចំណងជើងបែបម៉េចអ្នកនរគ្នាត្រូវដាក់ description ម៉េចអ្នកនរគ្នាត្រូវមាន tag ត្រូវមាន keyword ធ្វើម៉េចដើម្បីឲ្យអ្នកមើលហ្នឹងគាត់ឆាប់search វីដេអូរបស់យើងស្វែងរកវីដេអូរបស់យើងទៅឆាប់ឃើញខ្ញុំសូមអធិស្ឋានដែរខ្ញុំនិយាយភាសាខ្មែរហើយខ្ញុំលាយពាក្យបច្ចេកទេសបន្តិចប៉ុន្តែខ្ញុំព្យាយាមនៅក្នុងការបញ្យល់ពាក្យបច្ចេកទេសនោះបែបសម្រាប់ឧទាហរណ៍ដូច keyword វាជាពាក្យកន្លឹះមួយដែលអ្នករកវីដេអូគាត់វាយទៅប៉ះទៅនឹងវីដេអូរបស់យើងប៉ះទៅនឹងពាក្យរបស់យើងដំណាក់កាលទី4គឺជាដំណាក់កាលនៃការផលិតហើយអញ្ចឹងការផលិតការថតវីដេអូបងប្អូនមិនចាំបាច់មានកាមេរ៉ារហូតដល់រាប់ពាន់ដុល្លារប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវចាំថាមាន3ចំណុចនេះដែលសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាចំណុចទី1គឺសំឡេងច្បាស់ល្អអ្នកមើលអ្នកទស្សនាពេលខ្លះគាត់អត់សូវចាប់អារម្មណ៍ពីរូបភាពទេរូបវីដេអូរបស់យើងអាចអត់ច្បាស់ប៉ុន្តែបើសំឡេងរបស់យើងអត់ច្បាស់ទៀតអាហ្នឹងគឺគាត់នឹងចាក់ចេញពីវីដេអូរបស់យើងហើយគាត់ទៅមើលវីដេអូផ្សេងគាត់ scroll ចោលហើយបាទហើយនៅលើ YouTube បើសិនជាអ្នកនរគ្នាធ្វើ content ដូចខ្ញុំណាធ្វើម៉េចក៏ដោយចន្លោះនៃការអត់និយាយកុំឲ្យវែងពេក2វិនាទីគឺល្អបំផុតបើយល់ល្អកាត់ចោលពីព្រោះអ្នកមើលពេលខ្លះក៏ធុញនៅក្នុងការដកដង្ហើមរបស់យើងនៅក្នុងការរបស់យើងនឹង view ពេកអញ្ចឹងក៏កាត់ចោលទៅធ្វើម៉េចដើម្បីឲ្យវីដេអូរបស់យើងនឹងខ្លីហើយផ្ដល់នូវអត្ថប្រយោជន៍ដល់គាត់ហើយនៅចំណុចសំខាន់មួយទៀតនោះគឺ hook ហ្នឹងបានន័យថាសកម្មភាពនៅ30វិនាទីដំបូងនៃវីដេអូរបស់យើងបើសិនជាអ្នកទាំងអស់គ្នាទាក់ទាញអ្នកមើលបាន30វិនាទីដំបូងហ្នឹងគឺ YouTube អាចរុញវីដេអូរបស់អ្នកនរគ្នាធ្វើឲ្យផ្ទុះវីដេអូរបស់អ្នកនរគ្នាទៅដល់អ្នកមើលដល់រាប់ K បាន50% នៃអ្នកមើលគឺភាគច្រើនគឺគាត់មើលធ្វើម៉េចឲ្យបានចន្លោះពី50% ឡើងទៅណាបានន័យថាធ្វើម៉េចឲ្យអ្នកមើលនៃវីដេអូរបស់យើងមួយហ្នឹងមានភាគរយដែលគាត់មើលវីដេអូរបស់យើង30វិនាទីដំបូងហ្នឹងលើសពី50% ឡើងទៅអាហ្នឹងល្អបាទដំណាក់កាលទី5នៅពេលដែលអ្នកនរគ្នាគ្រប់គោលការណ៍បើករលុយអ្នកនរគ្នាត្រូវចាំថាមាន2ដំណាក់កាលធំ500 subscriber និង3000ម៉ោងអាចស្នើសុំបានប៉ុន្តែរលុយអត់ទាន់បាននេះអាចលក់ឲ្យបានគេអាចបើសិនជាជាប់គេអាចsuper chat super sticker ផ្ដល់មេដៃផ្ដល់លុយតាម super chat បានតែมันអាចរកចំណូលពីពាណិជ្ជកម្មបាននេះលុះត្រាតែអ្នកទាំងអស់គ្នាមាន1000 subscriber និង4000ម៉ោងទើបអ្នកទាំងអស់គ្នាអាចរកពាណិជ្ជកម្មរកចំណូលពី ad page បានអញ្ចឹងកន្លែងនេះក៏អ្នកនរគ្នាគួរចាប់អារម្មណ៍ដែរហើយបើបងប្អូនធ្វើ short តើតែបាន10 MView 1000 subscriber 10 MView អាហ្នឹងក្នុងរយៈពេល90ថ្ងៃបានអ្នកនរគ្នាអាចបើករលុយបានបាទអញ្ចឹងនេះគឺជាជំហានទាំង5ដែលជាយោបល់របស់ខ្ញុំដែលជា
advice បាទន័យថាជាការផ្ដល់ជូនពីខ្ញុំទៅបើសិនជាមានលើសលួសឬក៏ខ្វះខាតអីបងប្អូនទាំងអស់គ្នាអាច comment ខាងក្រោមហើយបើសិនជាមានសំណួរអីបន្ថែមទៀតអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំព្យាយាមបញ្យល់បន្ថែមទៀតឬក៏រកកលឹះផ្សេងៗដើម្បីបញ្យល់ឲ្យបងប្អូនទាំងអស់គ្នាឆាប់យល់ជាពិសេសខ្ញុំគិតថាអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូរបស់ខ្ញុំភាគច្រើនគឺបងប្អូនថ្មីទៅឯងពីព្រោះអ្នកដែលចាស់មុនមកគាត់រកលុយបានអស់ហើយគាត់មានចំណូលពី YouTube ហើយអ្នកខ្លះគាត់ណាគាត់ឆាតមកថាអរគុណខ្ញុំដោយសារតែវីដេអូរបស់ខ្ញុំអាចផ្លាស់ប្ដូរជីវភាពរបស់គាត់ខ្ញុំសប្បាយចិត្តមែនតើអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នាអាចមានឱកាសនៅក្នុងការរកចំណូលពី YouTube ហើយខ្ញុំនៅតែ support បងប្អូនទាំងគ្នាខ្ញុំនៅតែចែកជូននៅកលឹះផ្សេងបើសិនជាខ្ញុំមានការ update អីថ្មីពី YouTube ខ្ញុំចែកជូនបងប្អូនទាំងគ្នាបន្តទៀតសូមអរគុណបងប្អូនទាំងគ្នាដែលតាមដានវីដេអូរបស់ខ្ញុំហើយជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីបន្តទៀតសម្រាប់បងប្អូនដែលត្រូវការ computer laptop desktop អីតាក់ទងមកខ្ញុំចាស់ហើយអាចមកជួបខ្ញុំបានបាទសូមអរគុណអ្នកនរគ្នាជំរាបលា